តែគង្គៀនមានយោបល់មូលហេតុបែបណាដែលយល់ថាហេតុអ្វីបានជាប្រជាជនយើងគាត់ចង់ទៅរស់នៅតាមរយៈកម្មវិធី B3 នៅក្រៅប្រទេសចាបងមកសម្រាប់ខ្ញុំគិតថាជាដំបងឡើយការចេញពីការដែលគាត់ធ្វើដំណើរកំសាន្តបងគាត់ធ្វើដំណើរកំសាន្តគាត់មើលឃើញឱកាសផ្សេងៗក្នុងការទៅរស់នៅក្រៅប្រទេសឬមួយក៏គាត់មានគោលដៅគោលបំណងគាត់ផ្សេងៗមួយវិញទៀតដោយបងដឹងស្រាប់ហើយបងប្អូនយើងភាគច្រើនគាត់ចូលចិត្តជាងគេសហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីហើយខ្ញុំគិតថាមិនមែនគាត់ចង់បានតែការទៅដើរលេងទេគោលបំណងរបស់គាត់ខ្ញុំគិតថាគាត់ក៏ចង់បានសិទ្ធិរស់នៅអចិន្ត្រៃយ៍ផងដែរប៉ុន្តែមានប្រទេសមួយចំនួនដែលមាន requirement ខ្ពស់ពិបាកក្នុងការដែលគាត់រត់ការឬមួយក៏រៀបចំឯកសារដើម្បីស្នើសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍អញ្ចឹងហើយខ្ញុំគិតថាកម្មវិធី EB3 គឺស័ក្តិសមបំផុតសម្រាប់គាត់ព្រោះ requirement នៃកម្មវិធី EB3 វាមាន requirement ទាបផងដែរដែលអាចថាស័ក្តិសមជាមួយនឹងគាត់បាទតាមត្រូវគង្គៀលើកឡើងនេះគឺបង agree 100% ពីព្រោះថាលក្ខខណ្ឌកម្មវិធី EB3 គឺងាយស្រួលពីព្រោះយើងមានជម្រើសសម្រាប់យើងជ្រើសរើសកម្មវិធី B3 គឺជាកម្មវិធីមួយដែលបើកឱកាសឲ្យបេក្ខជនដែលជាជនបរទេសគាត់អាចដាក់ពាក្យទៅធ្វើការនិងរស់នៅទាំងគ្រួសារដោយស្របច្បាប់និងអចិន្ត្រៃយ៍ផងដែរ